là hai tại con trên đó ca lung tức nó mình bình mộng con họ bay trong khe là bởi hay đây nhóm nó có chụp bằng có tao tao lấy hay nhóm bạn đăng tới câu nơi nam có tàu tờ lấy nó có tàu thử ấy có tao lớp lâu về ở bục mà đào tè mình hay bạn đang bạt cồn nhóm sơ hồ câu nó khơi khơi được thả ai rồi cồn đào nó hay bạn đang khơi cái ảo chà pe nó mày tao bông ngông chật dương song sai thà bạt thôi cái mauประมาณ mau mình dương rồi khơi cồn ไม่ยุบมาไง ui pre hai mà dục mà ngày កូនខ្ញុំក៏គ្មានបានអីធ្វើបត់ធំដុំតែពួកខ្ញុំទៅអត់ pre ពួកចេមួយហើយមិនតនឹងសោះហងឃើញកូនមួយទៀត អូមានន័យថារកឃើញមួយ ចា ដបងនឹង បងណា បងឬក៏ប្អូនរកឃើញនឹង អូឃើញបង បន្ទាប់ហើយបានយកមកបូជាហើយបានឃើញមួយទៀត ឃើញបង ព្រះស្ដាប់ទៅដូចរឿងបដាចាចឹងបងប្អូនតែគ្រូអធិស្ឋានតាមព័ត៌មានដែលបងប្អូនបានផ្ដល់មកណាទុកលំបាកការខ្វះខាតបងប្អូនអើយដោយការលើកឡើងវីដេអូខាងដើមមិនអញ្ចឹងគ្រប់រសជាតិបាទឆ្លងកាត់ល្វីងជូរចត់មិនថាឆ្លងកាត់ចឹងហើយបានល្អប្រសើរទេនៅតែលំបាកនៅតែខ្វះខាត ចា សប្តាហ៍ថ្ងៃនេះបើមិនបានទៅលក់ទៅដូរបេះបន្លែផ្សាយផ្សំជិះទៅលក់ទេកូនប្រកាសណាស់នឹងអត់អីហូមទីតាំងដូចបងប្អូនបានឃើញផ្ទាល់ពីរូបរាងផ្ទះពីការរស់នៅពីការលើកឡើងទុកលំបាករបស់បងស្រីជាការពិតទៅបងស្រីគាត់មានកូនរហូតដល់4នាក់ដែលកូនរបស់គាត់បានទទួលមរណភាពដោយសារលងទឹកទាំង2នាក់ហើយបន្ទាប់មកនឹងប្តីក៏បានធ្វើអតិឃាតចងកធ្វើឲ្យបងស្រីគឺត្រូវរងបន្ទប់គ្រួសារម្នាក់ឯងទាំងស្រុង ចិត្តអារម្មណ៍ក៏មិនសូវល្អការរស់នៅក៏មិនបានល្អខ្វះខាតគ្រប់សពបែបយ៉ាងប៉ុន្តែនេះខ្ញុំទៅសើលើការតាំងចិត្តគេហៅថាអត់ធ្មត់ទុកលំបាកយើងទុកសិនតែសំខាន់អ្នកនៅរស់យើងត្រូវតែបន្តគាត់រស់រៀនទាំងឯកូនស្រីក៏សតិអត់សូវល្អដែរសប្តាហ៍ថ្ងៃនេះយល់ទៅដើរតួនាទីជាម្ដាយផងជាឪពុកផងហើយបងអូនចោះមកថ្ងៃនេះតើបងមានជាពាក្យពេចន៍ នឹងទុកលំបាកអ្វីដែលបងអាចលើកឡើងទៅកាន់មហាជនពីការលំបាករបស់បងប្រសពថ្ងៃ ខ្ញុំពិបាកណាស់បងខ្ញុំស៊ីចំកូនខ្លួនឯងពេលកូនផង ស្ពីដើរលក់ចឹងទៅ ចាដាក់ទៅកង់មកលក់បន្លែពីកយនៅពេលលក់បន្លែអស់ខ្ញុំលើកកូនមកទៅដាក់កយ ចឹងបន្លែហ្នឹងបងដាំខ្លួនឯងឬក៏យើងដើរផ្សំ ខ្ញុំដើរបេះ ដើរបេះមកគាត់បានយកទៅលក់ចឹងទៅ ចាឲ្យបានមួយថ្ងៃចឹងទៅ4-5 1000ចឹងបានកូន1គីឡូ2គីឡូចឹងកូនចាយខ្លះ ជឿស្ដាប់ទៅបងប្អូនណាគឺការប្រឹងប្រែងរបស់បងស្រីបច្ចុប្បន្ននេះគឺបានត្រឹមតែមករស់បងប្អូនណាតែរស់ហ្នឹងគឺរស់ដោយលំបាក រស់ដោយលំបាក បើកូនឈឺកូនអីចឹងយកប្រលប់កុំដឹងថាត្រូវទៅណាដែរ ដឹងថាទៅហូរអ្នកអាដែរ តបាទណាបងប្អូនខ្វះខាតគ្រប់សពបែបយ៉ាងអញ្ចឹងវីដេអូនេះខ្ញុំសូមចាត់ដល់សប្បុរសជនបងប្អូនជនរួមជាតិមិនថាក្នុងនិងក្រៅប្រទេសទេទោះបីបងប្អូនចូលរួមនៅក្នុងរូបភាពមួយណាក៏ដោយគ្រាន់តែមានចិត្តក្នុងការចែករំលែកមេដៃ like share ដើម្បីជាប្រយោជន៍ទាំងអស់គ្នាចូលរួមក្នុងសង្គមដើម្បីចែករំលែកវីដេអូនេះបានដល់សប្បុរសជនជនរួមជាតិមិនថាក្នុងនិងក្រៅប្រទេសណាបងគាត់បានឃើញពីទុកលំបាកនិងការខ្វះខាតពិតប្រាកដដែលខ្ញុំបានស៊ើបមានស្រស់បានចុះមកដល់ទីតាំងផ្ទាល់ហើយអ្វីដែលខ្ញុំចង់បាននៅពេលនេះខ្ញុំចង់ឲ្យបងស្រីគាត់បាន រស់នៅមានផ្ទះមានអីល្អប្រសើរជាងនេះបើសិនជាមានសប្បុរសជនគាត់បានចូលរួមជួយត្រឹមតែ 1000 ជាងក៏យើងធ្វើបានដែរតែបើសិនជាបងប្អូនថាអូខេយើងអាចសហការគ្នាបានថាធំម្នាក់1រៀលឬក៏ម្នាក់ 1000 2000 ក៏យើងអាចធ្វើជូនបងស្រីបានដែរអញ្ចឹងសង្ឃឹមថាបងប្អូននឹងចូលរួមទាំងអស់គ្នាខ្ញុំទឹកចិត្តថាបងប្អូននឹងចូលរួមជួយបងនិងកូនស្រីមូលហេតុតែគាត់ឈានដល់ការលងទឹកនឹងមិនវិញហ្មង គាត់ហៅបាយចំគ្នាដល់ពេលហើយតែខ្ញុំនឹងគាត់ច្បាំងគាត់ទៅទលេហើយខ្ញុំអត់ដឹងទៅកូននៅតាម គាត់ទៅទលេហ្នឹងគាត់ទៅធ្វើអី គាត់ទៅលើកលោ បានឆ្នាំទាំង2នាក់ហ្នឹងកូនកាល ខ្ញុំមួយ78ឆ្នាំ អូ ហើយមួយទៀត3ឆ្នាំ ព្រះហើយពងពេញស្រឡាញ់បងប្អូនហ្នឹងប្រុសឬក៏ស្រីទាំង2នាក់ហ្នឹង ស្រីទាំងពីរ អូព្រះហើយតោះតែពេលឪពុកមកដល់ផ្ទះវិញហើយបានដឹងបាត់កូន ខ្ញុំសួរកូនអត់ឃើញឃើញតែថាអាយគាត់ទៅលេង អូចាំមានន័យថាបងរត់មករកកូនដល់ហ្នឹងហើយបានដឹងឃើញកៅអាវ ចា តែពេលឃើញទៅពេលហ្នឹងមិនទៅបងក្នុងចិត្តយើងសង្ស័យថាបាត់ហើយ បាត់អស់ ក្រោយមកប្រហែលម៉ោងបានយើងរកឃើញកូន មកយកបាយ អូយព្រះហើយមកយប់មួយថ្ងៃ ពេលតែកូនខ្ញុំស្លាប់កូនខ្ញុំអត់មានអីដែរបានបងប្អូនពីនេះទៅជួយជាលុយជីកាក់ហើយក
កូនខ្ញុំក៏គ្មានបានអីធ្វើបន់ធំដុំតែពួកខ្ញុំไปអត់ ព្រះ ពួកចេមួយហើយមិនតនឹងសោះហងឃើញកូនមួយទៀត អូមានន័យថារកឃើញមួយ ចា ដបងនឹង បងណា បងឬក៏ប្អូនរកឃើញនឹង អូឃើញបង បន្ទាប់ហើយបានយកមកបូជាហើយបានឃើញមួយទៀត ឃើញបង ព្រះស្ដាប់ទៅដូចរឿងបដាចាចឹងបងប្អូនណាបងគាត់ថាបូជានឹងរុំកទេបូជាទៀតអត់មានឡអត់មានមេនអីទេព្រះជីវិតតែរឿងរ៉ាវនេះកន្លងហួសពីបងស្រីរយៈពេល2ឆ្នាំ3ឆ្នាំហើយបងអូនមិនថានឹងរំលឹកទេតែនេះគឺជាភាពជាក់ស្ដែងពិតប្រាកដបងណា ចា ហើយតាមដែលដឹងបន្ទាប់មកប្តីក៏បានលាចាកទៅទៀត ចា ស្ដាប់ទៅគឺអណោចអធមអាណិតអសូរណាហើយសប្ងៃនេះបងប្អូនហើយនៅផ្នែកភ្លឺ3នាក់ម្ដាយនឹងកូនរស់នៅនឹងខ្ទមលំបាកបាទអញ្ចឹងសង្ឃឹមបងប្អូនអើយសប្បុរសជនបងប្អូនជនរួមជាតិមិនថាក្នុងនិងក្រៅប្រទេសណាអាណិតមេត្តាជួយដល់គ្រួសារបងស្រីផងបាទដែលគាត់យរុំទៅខ្ញុំសុំបាទជំនួសបងផងបាទសង្ឃឹមថាបងប្អូនដែលគ្រប់ស្រឡាញ់អាណិតមេត្តាខ្ញុំបានសុយមានស្រស់នឹងខ្ញុំសុំឲ្យបានជាផ្ទះបងប្អូនអើយរស់នៅបែបនេះអាណិតក្មេងអាណិតកូនទូចណាបាទភ្លៀងអីយើងមិនដឹងថាត្រូវទៅជ្រកកន្លែងណាទេបងប្អូនហើយបងមើលទៅប្រហោងទុះធ្លាយតបោកនេះមិនចំតបោលទេគ្រាន់តែការដាក់ដើម្បីបានបដោះអាសន្នទេបងប្អូនហើយខ្យល់អីខ្លាំងក៏មិននៅដែរយើងមើលទៅឃើញភាពជាក់ស្ដែងអញ្ចឹងសង្ឃឹមលើមហាជនបងប្អូននឹងចូលរួមណាអញ្ចឹងបងប្អូនក៏សូមអធិស្ឋានដែរដែលនិយាយទៅប៉ះពាល់ផ្លូវចិត្តបងណាបាទតែនេះគឺយើងសួរដើម្បីឲ្យមហាជនបងប្អូនគាត់បានដឹងហើយខ្ញុំក៏ទៅសើនៅទឹកចិត្តដែលបងតាំងចិត្តទោះបីជួបរឿងបែបនេះក៏ពិតមែនតែបងអត់បោះបង់ទេនៅតែអោបកសោបកូនប្រឹងប្រែងតស៊ូបងណាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្រឹងប្រែងតស៊ូខ្ញុំជឿថាទេវតាលោកនឹងមើលឃើញមិនឲ្យយើងស្លាប់ទេបងប្អូនណាបាទមិនឲ្យបងកណ្ដោចកដែងតែឯងទេសង្ឃឹមថាបងប្អូនសប្បុរសជនគាត់នឹងឃើញនឹងជួយចែករំលែកទុក្ខលំបាកមួយនេះឲ្យបងបានល្អប្រសើរមកវិញនិងកូនបានល្អប្រសើរមកវិញនៅថ្ងៃអនាគតបងណាបាទអរគុណជម្រាបលាបងសុខសប្បាយ